នេះជាវិធីទៅស្វែងរកកាមេរ៉ាដែលគេលួចបង្កប់ក្នុងឡានឬក៏ក្នុងបន្ទប់គេងរបស់យើងដែលយើងមិនដឹងបងប្អូនទាំងអស់គ្នាដែលចង់រកកាមេរ៉ាដែលគេលួចបង្កប់នៅកន្លែងណាមួយដែលយើងអត់ស្គាល់ហើយកន្លែងហ្នឹងយើងអត់ធ្លាប់ទៅទៀតអញ្ចឹងយើងប្រកាសជាអត់ដឹងទេថាគេលួចដាក់កន្លែងណាខ្លះមិនថាក្នុងឡានយើងក្នុងបន្ទប់គេងឬក្នុងណាទេអញ្ចឹងឥឡូវនេះមានកម្មវិធីមួយដែលអាចជួយឲ្យយើងស្វែងរកកាមេរ៉ាហ្នឹងដែលគេលួចបង្កប់បានអញ្ចឹងមុនពេលដែលបងប្អូនចូលទៅបងប្អូនអាចបើកកម្មវិធីហ្នឹងទៅគឺអាចរកឃើញថាតើក្នុងហ្នឹងមានលួចបង្កប់កាមេរ៉ាឬក៏អត់អញ្ចឹងខ្ញុំនឹងណែនាំប្រាប់បងប្អូននៅក្នុងវីដេអូមួយនេះអូខេអញ្ចឹងដំបូងឡើយអ្នកគ្នាចូលមកកាន់ App Store ឬក៏ Play Store ហើយ down ចុចស្វែងរកកម្មវិធីឈ្មោះ Network Scanner Device Finder នេះកម្មវិធីហ្នឹងណាចុច search ទៅដាក់ Network Scanner Device Finder បន្ទាប់ពី download ហើយអ្នកគ្នាចុច open បន្ទាប់មកចុច allow ហើយមកដល់កន្លែងនេះដំបូងឡើយបើកកម្មវិធីនឹងដំបូងឡើយគឺគេឲ្យយើងបើកចំណុច4ហ្នឹងអញ្ចឹងយើងបើកទាំងអស់ទៅណាបើកមួយគេឲ្យ allow មួយបើកមួយ allow មួយអញ្ចឹង allow 4ដងបន្តមកទៀតចុចពាក្យ continue កន្លែងនេះខ្ញុំបញ្ជាក់តិចអ្នកគ្នាកម្មវិធីនេះប្រើ free បានតែ3ថ្ងៃទេណាបន្តមកគេឲ្យយើងបង់លុយឯងក្នុងមួយសប្តាហ៍គឺនេះ$8.99បើបង់ជាឆ្នាំហ្មង$69.99គឺប្រើរហូតចាអញ្ចឹងដំបូងឡើយយើងចូលមកចុចខ្វែងសិនទៅហើយមកដល់កន្លែងនេះអ្នកគ្នាមើលខាងក្រោមគេដាក់ scan គេដាក់អីខាងក្រោមនេះណាហាមុខងារ scan នេះគឺសម្រាប់យើងរក Wi-Fi ហើយនិង Bluetooth នៅក្បែរយើងចាណាហើយកន្លែងដែលសំខាន់យើងត្រូវរកកាមេរ៉ាប្រកបហ្នឹងនេះកន្លែងនេះឃើញទេយើងឥឡូវនេះយើងអាចរើសពណ៌បានឃើញទេយករើសពណ៌ណាដែលថាយើងស្រួលរកណាឧទាហរណ៍ថាយកពណ៌ក្រហមអញ្ចឹងគ្រាន់តែបើកអញ្ចឹងមកយើងកាន់សេរីរកមកដូចថាឥឡូវក្នុងបន្ទប់យើងអញ្ចឹងយើងរកចាយើងរកអញ្ចឹងមកបើសិនជាមានកាមេរ៉ាប្រកបគឺលោតភ្លើងនិយាយរួមលាក់កន្លែងណាក៏លាក់អត់ចិត្តដែរគឺត្រូវតែមានសញ្ញាមួយប្រាប់យើងនៅក្នុងហ្នឹងហ្មងអញ្ចឹងណាហើយតិចទៀតខ្ញុំនឹងធ្វើតេស្តឲ្យអ្នកគ្នាមើលនិយាយទៅកម្មវិធីនេះល្អខ្លាំងគាត់ថាត្រូវបង់លុយអញ្ចឹងណាព្រោះយើងគិតថាដើម្បីសុវត្ថិភាពខ្លួនយើងចំណាយលុយតិចទៅដើម្បីការពារឯកជនភាពរបស់យើងគេលោមានកន្លែងណាដាក់លួចដាក់កាមេរ៉ាអីចឹងណាអូខេចាអញ្ចឹងកម្មវិធីហ្នឹងរកតាមណាចាខ្ញុំបើកឲ្យបងប្អូនមើលឧទាហរណ៍សិនចានេះជារបៀបរកអញ្ចឹងយើងចូលទៅកន្លែងណាដែលសង្ស័យថាមានប្រកបកាមេរ៉ាយើងបើកកម្មវិធីហ្នឹងមកយើងចុចមុខងារខាងក្រោមហ្នឹងហើយយើងរកទៅពេលដែលកន្លែងណាមានកាមេរ៉ាគឺគេបង្ហាញយើងនៅអាផ្នែកនេះអាផ្នែកកាមេរ៉ានេះកាមេរ៉ាណាក៏មានផ្នែកក្រហមឬផ្នែកសមួយដែរទោះបីទូចប៉ុណ្ណាលក្ខណៈក៏ដោយប្រកាសជាឃើញផ្នែកហ្នឹងហើយអញ្ចឹងអាហ្នឹងរកតាមហ្នឹងណាបងប្អូនណាចានេះខ្ញុំគ្រាន់តែឧទាហរណ៍បងប្អូនមើលថាគេរកកន្លែងណាធ្វើរកមិនរកឃើញអញ្ចឹងណាគឺរកតាមផ្នែករបស់កាមេរ៉ាទូចហ្នឹងហើយចាអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាអរគុណច្រើនយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណបងប្អូន